ครอบแต่ชาเครื่องសាច់មាន់មែនអត់ថ្ងៃនេះមកសាកធ្វើឆាគ្រឿងជើងមាន់ជាមួយនឹងខ្ញុំទាំងអស់គ្នាធានាថាមានរសជាតិឆ្ងាញ់ប្លែកហើយញ៉ាំទៅគឺអត់តលន់ថែមទៀតផងវិធីធ្វើគឺសាមញ្ញមែនតែនប៉ុន្តែរសជាតិរបស់គេឆ្ងាញ់ខ្លាំងណាស់យើងអាចញ៉ាំលេងក៏បានឬក៏ញ៉ាំជាមួយបាយក៏ត្រូវដែរហើយបើថាក្លិនវិញគឺឡងឈ្ងុយពេញភូមិហ្មងគ្រឿងផ្សំហ្នឹងគឺមានតែជើងមាន់កន្លះគីឡូមានជាគ្រឿងបុកហើយមានសណ្តែកដីបន្តិចស្លឹកម្រះព្រៅហើយក៏ដូចជាកុលាក្រៃលាគុយសាច់រំដេងដំបូងគឺយកជើងមាន់មកកាត់កញ្ចក់ចេញហើយនឹងយើងកាត់ទៅជា2ជា3ទៅតាមជើងមាន់ណាតូចជើងមាន់ណាធំតោះមកយើងយកទៅលាងទឹក2 3ទឹកទៅរួចយើងត្រូវដាក់ដាំទឹកមួយផ្ដលហើយនឹងដាក់អំបិលចូលមួយចុងស្លាបព្រាបាយហើយនឹងដាក់គ្រឿងចូលគល់លាក្រៃលាក្រូចសើចរំដេងដើម្បីយើងដាក់ឲ្យវាបំបត្តិក្លិនឆ្អាបហើយនឹងធ្វើឲ្យជើងមាន់មានក្លិនឈ្ងុយយើងទុកឲ្យជើងមាន់នឹងពុះមួយរំពុះសិនទៅចាំយើងស្រង់ចេញហើយនៅពេលដែលយើងស្រង់ចេញគឺយើងទុកវាស្រស់ទឹកទៅហើយយើងអាចដកយកនៅគល់លាក្រៃគ្រឿងអីនឹងចេញណាដើម្បីពេលយើងយកទៅឆាកុំឲ្យវាទៅតែងឆ្នាំងចាអញ្ចឹងបន្ទាប់មកទៀតហ្នឹងគឺយើងចាក់ទឹកនឹងចោលទៅហើយនឹងយើងដាក់ប្រេងឆាចូលមួយស្លាបព្រាបាយដាក់ខ្ទឹមសដែលយើងបានចិញ្ច្រាំរួចយកមកឆារំលីងដើម្បីខ្ទឹមសហ្នឹងគឺឡើងក្លិនឈ្ងុយបន្ទាប់មកគឺដាក់ស្ករត្នោតហ្នឹងមួយចុងស្លាបព្រាបាយរួចយើងឆារំលីងស្ករត្នោតដើម្បីឲ្យវាបានឡើងក្លិនឈ្ងុយបន្តិចរួចយើងអាចដាក់ទឹកត្រីចូលមួយស្លាបព្រាបាយដល់ពេលយើងបានដាក់ទឹកត្រីហើយគឺយើងដាក់គ្រឿងដែលយើងបានបុករួចហ្នឹងចូលមកហើយនៅក្នុងគ្រឿងហ្នឹងគឺមានម្ទេសតិចៗដែរចាអញ្ចឹងយើងអាចឆារំលីងគ្រឿងហ្នឹងដើម្បីឲ្យវារៀងឡើងក្លិនឈ្ងុយនឹងបានឆ្អិនបន្តិចរួចចាក់ជើងមាន់របស់យើងចូលតែម្ដងពេលចាក់ចូលហើយគឺយើងអាចឆាច្បល់គ្រឿងជាមួយនឹងជើងមាន់ហ្នឹងឲ្យវាចូលសព្វគ្នាបន្តិចទៅចាំយើងដាក់គ្រឿងទេសផ្សេងទៀតចូលការធ្វើបែបហ្នឹងធ្វើឲ្យជើងមាន់របស់យើងគឺកាន់តែមានរសជាតិឆ្ងាញ់តាមពិតជើងមាន់យើងបានស្រុះហើយម្ដងហើយគ្រាន់ថាវាអត់តាន់ឆ្អិន 100% ទេពីព្រោះអីតែកាលណាយើងស្ងោរឲ្យវាឆ្អិនខ្លាំងពេកវាអាចសាច់រាងផុយខ្លាំងបន្ទាប់មកគឺបានដាក់ម្សៅស៊ុបហើយជាមួយនឹងទឹកប្រេងខ្យងហើយចំណាយ2ស្លាបព្រាមិញមិនមែនទឹកត្រីទេគឺជាទឹកសាបធម្មតានឹងខ្ញុំប្រើទឹកសាបធម្មតា2 3 លាបព្រាអញ្ចឹងទៅដើម្បីធ្វើឲ្យជើងមាន់របស់យើងវាបានរាងចូលជាតិល្អហើយម្យ៉ាងយើងអាចទុកទៅគឺវាកាន់តែឆ្អិនល្អហើយវាមើលទៅវាទំនងបែបហ្នឹងអញ្ចឹងណាចាមើលទៅគឺឃើញថាទំនងខ្លាំងមែនទែនពេលដែលវាឆ្អិនបានប្រព័ន្ធហ្នឹងហើយគឺយើងអាចដាក់ស្លឹកម្រះព្រៅរួចឆាមកត្រឡប់ទៀតទៅហើយនឹងចុងក្រោយគឺយើងបន្ថែមនៅរបស់ពិសេសមួយទៀតនោះគឺជាសណ្តែកដីពេលដែលដាក់សណ្តែកដីចូលហើយគឺកូរទៅ2ត្រឡប់គឺរួចរាល់ជាការស្រេចពេលដែលយើងដាក់សណ្តែកដីចូលទៅក្នុងឆាគ្រឿងបែបហ្នឹងវាធ្វើឲ្យសម្លរបស់យើងឆ្ងាញ់ប្លែកដោយសារពេលញ៉ាំទៅប៉ះសណ្តែកដីច្រប់ចឹងគឺថាជាតិខ្លាំងហ្មងពេលនេះគឺយើងអាចដួសភ្លក់បានហើយខ្ញុំធានាហ្មងថារសជាតិគឺឆ្ងាញ់ខ្លាំងបើអត់ជឿទេគឺអាចសាកធ្វើញ៉ាំបានហើយយើងអាចបន្ថែមម្ទេសទៅតាមចំណង់ចំណូលចិត្តបានចង់បានហឹរប៉ុណ្ណាដាក់ហឹរប៉ុណ្ណឹងទៅមុខនេះខ្ញុំចំណាយអត់ទៅ 6500 ទេប៉ុន្តែគឺថាបានញ៉ាំគ្នាឡើងមកផ្ទះ